ជារឿងសំខាន់ណាស់សម្រាប់មនុស្សក្នុងការសាកថ្មកម្លាំងឡើងវិញក្នុងមួយថ្ងៃតែអ្នកទាំងអស់គ្នាមិនដាច់ឆ្ងល់អត់តើសត្វមួយចំនួនវាដេកយ៉ាងណាជាពិសេសគឺសត្វក្នុងទឹកនោះដូចជាសត្វត្រីជាដើមតើវាចេះដេកដែរឬទេហើយបើវាដេកតើវាដេករបៀបម៉េចណចង់ដឹងចម្លើយច្បាស់ឥឡូវនេះនាងនឹងបកស្រាយចម្ងល់មួយនេះឲ្យគ្រប់គ្នាបានដឹងទាំងអស់គ្នាជាធម្មតាការគេងរបស់មនុស្សគឺគ្រាន់តែបិទភ្នែកសង្ងំក៏លក់ទៅភ្លឹងតែម្ដងតែចំពោះត្រីវិញវាមិនមានត្របកភ្នែកសម្រាប់បិទនោះទេតែវាក៏នៅតែដេកបានដូចយើងអញ្ចឹងឯងត្រីខ្លះក៏ចូលចិត្តដេកនៅពេលយប់និងពេលថ្ងៃឯត្រីខ្លះទៀតក៏ចូលចិត្តដេកតែពេលថ្ងៃនៅពេលយប់បើគិតទៅគឺមិនខុសពីមនុស្សយើងឡើយការដេករបស់ត្រីគឺវាដេកដោយឈប់នៅស្ងៀមមួយកន្លែងនឹងថ្កល់ដោយក្នុងរយៈពេលនោះគឺការតបតរបស់វាទៅនឹងបរិស្ថានជុំវិញខ្លួននឹងយឺតជាងមុនឬក៏វាមិនតបតតែម្ដងហើយដង្ហើមរបស់វាក៏ចាប់ផ្ដើមយឺតទៅផងដែរក្នុងនោះត្រីខ្លះក៏ចូលចិត្តដេកនៅទឹករាក់ឯត្រីខ្លះទៀតក៏ចូលចិត្តដេកនៅទឹកជ្រៅមកដល់ត្រឹមនេះប្រហែលជាមានអ្នកឆ្ងល់ទៀតហើយថាតើត្រីវាដឹងម៉ោងវាដេកដោយរបៀបណាទៅសត្វត្រីក៏វាមានម៉ោងមានពេលសម្រាប់ក្នុងជីវិតរបស់វាដូចយើងដែរអ្នកដែលចិញ្ចឹមត្រីក្នុងអាងអាចសង្កេតនិងចំណាំមើលបានកាលណានៅពេលយប់យើងបិទភ្លើងអស់ត្រីវានឹងលែងសូវសកម្មហើយនាំគ្នាចូលដេកដែលឡែកបើថ្ងៃឡើងយើងបើកភ្លើងវិញវានឹងសកម្មហើយចុះឡើងដូចធម្មតាតែយ៉ាងណាត្រីខ្លះទោះជាមិនបិទភ្លើងពេលយប់ក៏វានាំគ្នាចូលដេកដែរ